ភ្លៀងធ្លាក់មួយមេធំពេលល្ងាចបងប្អូនឃើញថានៅពេលយប់ឡើងមានទឹកហូរនៅតាមស្រែហើយខ្ញុំបានដើរឆ្លុះខ្យងក៏ដូចជាឆ្លុះកង្កែបនិងចាប់ក្តាមផងដែរបងប្អូនជាមួយនឹងក្មួយរបស់ខ្ញុំបានហើយវិធីសាស្ត្រដែលរហ្នឹងកាន់តែធំមួយទេបងប្អូនដែលចាប់តាមស្រែថាក្តាមវាចេញច្រើនខ្លាំងមែនតែនភ្លៀងមួយមេពីរមេដំបូងអញ្ចឹងបងប្អូនហើយខែនេះគឺអត់សូវមានក្តាមធំប្រមាណដែលវាមានលេគ្នាហើយឆ្លោះឃើញវិញគក់មានកូនត្រីនៅក្នុងស្រែទៅទឹកស្រែនេះដូចជាច្រើនអញ្ចឹងខ្ញុំទៅរកទឹកស្រែដែររៀងតិចនេះគឺខ្ញុំចាប់បានក្តាមបន្តទៀតហើយនេះគឺចាប់ខ្យងខ្មែរបងខ្យងខ្មែររូបរាងទាំងកតុបវាចឹងស្បែកវាពណ៌ចឹងខុសពីខ្យងថៃជាមួយខ្ញុំដែររកខ្យងថៃបងប្អូនមើលអាឡំស្រេចហើយកង្កែបយំហើយហ៊ីងក៏យំពេញតាស្រែហ្នឹងបងប្អូនដូចក្នុងសលេងវីដេអូហ្នឹងខ្ញុំចេះតែបន្តចាប់ទៀតចឹងទៅហើយចាប់បានទូចខ្លះធំខ្លះនៅស្រែនេះច្រើនខ្លាំងមែនតើដោយសារទឹកវាតិចខ្ញុំរកស្រែណាដែលមានទឹកតិចហើយមានសបាល់កប់ជាមួយនឹងទឹកចឹងទៅបានវានៅបងប្អូនហើយខ្យងភាគច្រើនវាលាយជាមួយខ្យងថៃបាទបងប្អូនទាំងគ្នាបន្ទាប់ពីចាប់បាន1ម៉ោងមកខ្ញុំត្រឡប់ដល់ផ្ទះវិញហើយឃើញថាវាអត់សូវបានច្រើនទេបានតិចតួចដែរហើយបានសតក្តាមទូចតែខែនេះគឺវារៀងចាស់ហើយក្តាមគាត់ថាវារៀងទូចខ្ញុំចាប់ផ្ដើមលាងដើម្បីយកទៅស្លហើយស្អែកត្រៀមស្លក្តាមមិនដឹងឬក៏ជ្រូកក្តាមមិនដឹងឬក៏ធ្វើក្តាមប្រៃមិនដឹងទេពងលាងវាពិចារណាបដាលថាវាពេញតែនឹងតែម្ដងបងប្អូនមានទាំងខ្យងមានទាំងក្តាមហើយវាពងពេញកម្លាំងយប់ឡើងយ៉ាងត្រជាក់យ៉ាងខ្ញុំបានចាក់ទឹកលាងវាឲ្យស្អាតមុននឹងទុកវានៅក្នុងកធុនហ្នឹងចាំស្អែកចាំយើងឆ្នៃធ្វើជាមុខម្ហូបរបស់យើងបន្តទៀតមានថាចាក់ទៅវាដោយរត់អញ្ចឹងទៅខ្ញុំចាប់ចូលវិញដាក់នៅក្នុងកធុននេះគឺវាតណារួចទេបងប្អូនវាទៅល្អិលធ្លាក់វាទៅល្អិលធ្លាក់ហើយខ្យងនេះប្រហែលជាខ្ញុំយកទៅឆាក្តៅហើយស្អែករៀងច្រើនដែរហ្នឹងហើយបងប្អូនវីដេអូខ្ញុំដូចជាអត់មានអីច្រើនទេមានតែប៉ុណ្្នឹងបង្ហាញបងប្អូនទាំងគ្នាពីទស្សនវិជ្ជានៅពេលមេឃក្រោយភ្លៀងនៅស្រុកស្រែគឺបែបហ្នឹងអញ្ចឹងបងប្អូនកុំភ្លេចជួយ Subscribe Channel YouTube វងច័ន្ទតារាថារិតរបស់ខ្ញុំបាទម្នាក់មួយផងហើយខ្ញុំលាងស្អាតហើយបងប្អូនក្តាមនេះបងប្អូនណាចង់បានចាំខ្ញុំផ្ញើតាម comment វីដេអូមិនតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនជម្រាបលាចងបានចងខ្មែរ